បានថ្ងៃមុននេះគឺខ្ញុំឃើញគ្នាយើងជួបបញ្ហាច្រើនពាក់ព័ន្ធជាមួយនឹងការបាត់ skin ហើយបាត់ skin ហ្នឹងវាមិនមែនបាត់ទៅណាទេគ្រាន់តែថាពេលដែលយើងចូលទៅដល់ក្នុង game ពេលដែលយើងមាន skin យើង pick ទៅគឺវាមិនឃើញ skin ឃើញអីអ្នកគ្នាតែពេលដែលយើងជ្រើសរើស skin រួចរាល់ហើយដល់ពេលយើងចូលទៅក្នុង game អ្នកខ្លះគឺមើលឃើញជាមួយនឹង skin គេហ្នឹងគឺឃើញតែ hero ទេនិយាយទៅគឺមើលអត់ឃើញ skin តែម្ដងពេលខ្លះក៏មើលមកខ្លួនឯងហ្នឹងក៏អត់ឃើញជាមួយនឹង skin ដែរហើយបញ្ហាហ្នឹងអ្នកខ្លះគឺគាត់លុប game ចោលហើយក៏ download មកវិញក៏វាដំណើរការវិញធម្មតាអញ្ចឹងណាហើយអ្នកខ្លះទៀតលុប game ហើយ download មកវិញក៏វានៅតែមើលមិនឃើញ skin អញ្ចឹងបញ្ហាហ្នឹងគឺងាយស្រួលក្នុងការដោះស្រាយទេហើយឥឡូវយើងមកមើលជាក់ស្ដែងសិនដំបូងឡើយយើង pick ជាមួយនឹង hero link ហ្នឹងគឺវាមានជាមួយនឹង skin collector អញ្ចឹងណានៅពេលដែលចូលមកដល់ក្នុង gameplay គឺអត់ឃើញមានជាមួយនឹង skin ទេវាឃើញជា hero វិញបញ្ហាហ្នឹងឯងដែលគ្នាយើងតែងតែថាអូបងខ្ញុំបាត់ skin លាអត់ឃើញ skin ខាងគេក៏មិនឃើញខាងយើងក៏មិនឃើញអញ្ចឹងណាអានេះគឺជាបញ្ហាដែលគ្នាយើងជួបហើយបញ្ហាហ្នឹងមិនមែនដោយសារតែយើងចុចទៅវាជាប់អីឬក៏យើងទៅបិទដោយខ្លួនឯងទេគឺខាងមុនទូនគឺគេបិទឲ្យយើងតែម្ដងហើយមូលហេតុដែលគេបិទឲ្យយើងហ្នឹងដោយសារតែទូរស័ព្ទរបស់យើងហ្នឹងគឺចិត្តពេញជាមួយនឹង memory អញ្ចឹងមុននឹងយើងទៅដោះស្រាយជាមួយនឹងបញ្ហាហ្នឹងដោយដែលអ្នកទាំងអស់គ្នាបានដឹងអញ្ចឹងការ free ticket នៅក្នុង event skin legend របស់ fan នេះគឺបានចូលមកដល់ server ផ្លូវការរបស់យើងហើយនេះគឺជាកញ្ចប់ណែនាំសម្រាប់ការដាក់យកជាមួយនឹង full ticket នៅក្នុង event ហ្នឹងអញ្ចឹងសម្រាប់ការដាក់ diamond ដើម្បីយកជាមួយនឹងការ free ticket ហ្នឹងគឺអ្នកទាំងអស់គ្នាអាចឆាតចូលមកក្នុង Facebook page របស់ខ្ញុំបានហើយអ្នកទាំងអស់គ្នាក៏អាចទៅដាក់ diamond ដោយខ្លួនឯងក៏បានដែរគឺដាក់តាមរយៈ website របស់ខ្ញុំផ្ទាល់តែម្ដងដែលមានឈ្មោះថា Virgo Store អញ្ចឹងជាដំបូងយើងចូលមកដល់ក្នុង setting ហ្នឹងហើយយើង scroll ឡើងទៅលើរកពាក្យថា display order advanced result អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាឃើញលោកពាក្យថា turn off ហ្នឹងគឺអ្នកទាំងអស់គ្នាបើកមក turn on វិញមកនៅពេលដែលអ្នកទាំងអស់គ្នាចូលទៅលេងនៅក្នុង game គឺនឹងឃើញ skin វិញហើយអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាបិទអាហ្នឹងគឺយើងមើលអត់ឃើញ skin ទេនិយាយទៅរាល់ display effect ផ្សេងៗក៏យើងមើលអត់ឃើញដែរអញ្ចឹងនេះគឺជាការបង្ហាញជាមួយនឹង guideline របស់គេបើសិនជាអ្នកទាំងអស់គ្នាធ្វើការបើកគឺអ្នកទាំងអស់គ្នានឹងឃើញជាមួយនឹង full effect ហើយជាមួយនឹងរូបរាង skin ប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាបិទគឺអត់ឃើញនោះទេអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលជាមួយនឹងរូបភាព display guideline របស់គេទៅគឺគេបង្ហាញពីភាពខុសគ្នានៅពេលដែលយើងបិទហើយនៅពេលដែលយើងបើកអញ្ចឹងបញ្ហានៅកន្លែងហ្នឹងគឺវាអត់មានអីច្រើនទេបើសិនជាអ្នកទាំងអស់គ្នាចូលមកឃើញបិទអ្នកទាំងអស់គ្នាបើកវិញមកគឺអ្នកទាំងអស់គ្នានឹងឃើញជាមួយនឹង full effect ហើយជាមួយនឹង skin ទាំងអស់តែម្ដងអញ្ចឹងគឺខ្ញុំនឹងតេស្តឲ្យអ្នកទាំងអស់គ្នាបានឃើញម្ដងទៀតបន្ទាប់ពីខ្ញុំធ្វើការបើកហើយខ្ញុំចូលទៅក្នុង gameplay នៅពេលដែលយើងចូលមកគឺនឹងឃើញជាមួយនឹង skin វិញហើយអ្នកទាំងអស់គ្នាអញ្ចឹងគឺបញ្ហាហ្នឹងដោះស្រាយដោយមានភាពងាយស្រួលខ្លាំងមែនទែនតែគាត់អ្នកទាំងអស់គ្នាធ្វើតាមការណែនាំរបស់ខ្ញុំប្រាប់ទៅគឺនឹងឃើញជាមួយនឹង skin វិញហើយអ្នកទាំងអស់គ្នាអញ្ចឹងរបៀបនៅក្នុងការដោះស្រាយហ្នឹងគឺវាមានតែប៉ុណ្្នឹងទេហើយសម្រាប់គ្នាយើងអ្នកដែលមកថ្មីឬក៏អ្នកចាស់ដែលមិនទាន់បានចុច subscribe នៅលើ YouTube channel របស់ខ្ញុំកុំភ្លេចជួយចុច subscribe ម្នាក់មួយផងហើយកុំភ្លេចជួយ share វីដេអូនេះបានច្រើនដើម្បីគ្នាយើងអ្នកដែលជួបបញ្ហាហ្នឹងគឺគាត់បានដោះស្រាយបានដូចគ្នាហើយសម្រាប់គ្នាយើងអ្នកដែលទស្សនាវីដេអូនេះនៅក្នុង Facebook page របស់ខ្ញុំកុំភ្លេច follow page របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានការ update ថ្មីៗបន្ថែមទៀតហើយយើងចាំជួបគ្នានៅវីដេអូក្រោយ